ស្ងោរស្ពៃក្តៅតែមូទៅដូចស៊ីយ៉តបងប្អូនទាំងអស់គ្នាមកសាកធ្វើស្ពៃក្តៅស្ងោរទាំងអស់គ្នាខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់ស្ងោរស្ពៃក្តៅហើយស្ងោរគឺអត់មានដែរមូអញ្ចឹងទេភាគច្រើនគឺនឹងអាកាត់ដុំបងចូលហ្មងឆ្ងាញ់ឬមិនឆ្ងាញ់ទេបើមូម៉ងនេះខោស្ងោរស្ពៃក្តៅសោះរសជាតិវិញឆ្ងាញ់មិនណយដែរហ្នឹងណាបើតាមធម្មតាស្ងោរស្ពៃក្តៅខណៈកាប់ដុំបងចូលទៅរួចរាល់ហើយតែលើកនេះគឺខ្ញុំចង់បង្ហាញពីវិធីសាស្ត្រនេះពេលដែលបងប្អូនទាំងអស់គ្នាមានភ្ញៀវមកលេងផ្ទះឬមួយក៏មានកម្មវិធីអីនៅផ្ទះតិចតួចអីសាកស្ងោរបែបហ្នឹងមើលភ្ញៀវទៅសាកដាច់ពីមាត់ទេនិយាយទៅស្ងោរស្ពៃក្តៅនេះមានអីប្រមាថទេដូចតែគ្នាទេបងប្អូននិយាយទៅមានតែស្ពៃក្តៅជាមួយនឹងសាច់ជ្រូកច្រាំហើយគ្រឿងយើងមានតែស្ករអំបិលម្រេចអីទៅប៉ុណ្ណឹងចំពោះស្ពៃក្តៅហ្នឹងគឺខ្ញុំយកស្នូកដានឹងចេញដើម្បីយកទៅដាក់ស្ងោរហើយខ្ញុំបកយកស្ទប់បោះស្ពៃហ្នឹងដើម្បីយើងយកមកមូជាមួយនឹងសាច់ជ្រូកច្រាំហើយចំពោះការ៉ុតវិញខ្ញុំកាត់កង់អញ្ចឹងមកហើយបន្ទាប់មកគឺខ្ញុំចិតរៀងឆ្នូតតិចមកដើម្បីឲ្យវាមានម៉ូតមានក្បាច់តិចតួចណានិយាយទៅមុខម្ហូបពេលដែលយើងចេះដេកូចេះធ្វើឲ្យវាមានរូបសម្រស់វាស្អាតដែរជាមួយនឹងរសជាតិឆ្ងាញ់ទៀតនិយាយទៅគឺកាន់តែល្អខ្លាំងមែនតើបន្ទាប់មកគឺខ្ញុំកាត់ចំណិតផ្ទះអញ្ចឹងមកអញ្ចឹងបានថាមុខម្ហូបពេលដែលរសជាតិឆ្ងាញ់គឺវាសំខាន់ហើយអ្វីដែលសំខាន់មួយទៀតគឺវាគូផ្សំគ្នាជាមួយនឹងការដេកូការរៀបចំទៅលើមុខម្ហូបមួយអញ្ចឹងណាហើយស្ពៃក្តៅដែលខ្ញុំចិតមិញហ្នឹងគឺខ្ញុំយកមកដាក់ស្ងោរវាសិនដើម្បីវាសពបហើយខ្ញុំបកសបកវាដើម្បីយកទៅមូជាមួយនឹងសាច់ជ្រូកច្រាំនិយាយទៅមុខម្ហូបអីក៏ដោយបងប្អូនទាំងអស់គ្នាទោះបីវារៀងសាំញ៉ាំមើលទៅវាអត់សូវស្រួលប៉ុន្តែនៅពេលដែលយើងប្រើចិត្តប្រើបេះដូងយកទៅធ្វើនិយាយទៅថាចេញមកគឺរសជាតិឆ្ងាញ់ហើយរូបសម្រស់ក៏ស្អាតដែរហើយឲ្យតែស្ងោរគឺដែរភ្លេចស្លឹកខ្ទឹមទេស្លឹកខ្ទឹមហ្នឹងគឺខ្ញុំហាន់យកគល់វាចេញហើយបន្ទាប់មកស្លឹកវាគឺខ្ញុំស្រស់ហ្នឹងគឺដើម្បីយកទៅចងជាមួយនឹងស្ពៃក្តៅដែលខ្ញុំត្រូវមូជាមួយសាច់ជ្រូកហ្នឹងស្លឹកខ្ទឹមហ្នឹងគឺខ្ញុំស្រស់តាមសពពេកបងប្អូនទាំងអស់គ្នាអត់ស្រស់ខ្លាំងពេកទេបន្ទាប់មកសាច់ជ្រូកដែលខ្ញុំច្រាមហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងចូលមានដូចជាព្រៃខ្យងជាមួយនឹងម្រេចហើយជាមួយនឹងស្ករអំបិលប៊ីចេងអីទៅតាមហ្នឹងទៅនិយាយទៅគឺគ្រឿងយើងដាក់តែមួយល្មមឯណាអត់មានដាក់ច្រើនពេកទេដោយសារអីទឹកសឡគឺខ្ញុំប្រើគ្រឿងមួយតង់ទៀតហើយអញ្ចឹងនៅក្នុងសាច់ហ្នឹងគឺខ្ញុំប្រើគ្រឿងរៀងឡំល្មមទេហើយកុំភ្លេចខ្ទឹមសយើងដាក់ជាមួយនឹងសាច់ជ្រូកហ្នឹងដែរបន្ទាប់មកចាប់ផ្ដើមច្បល់ណាយើងច្បល់សាច់ជ្រូកហ្នឹងជាមួយនឹងគ្រឿងហ្នឹងឲ្យវាសព្វហើយបានខ្ញុំយកទៅមូជាមួយនឹងស្ពៃក្តៅដែលខ្ញុំស្ងោរមិញហ្នឹងចំពោះស្ពៃក្តៅហ្នឹងខ្ញុំយកមកគឺយើងមិនមែនមូហ្មងទេខ្ញុំត្រូវកាត់យកអត្តនងកដាលហ្នឹងចេញដើម្បីកុំឲ្យវាបើយើងអត់កាត់តំណងកដាលហ្នឹងចេញទេក៏មូអត់កើតដែរដោយសារតែវារឹងទៅយើងមូទៅវាអត់ស្អាតទេអញ្ចឹងបងប្អូនទាំងគ្នាត្រូវកាត់អាហ្នឹងចេញហើយទៅបានយើងយកវាមកលាហើយមូជាមួយនឹងសាច់ជ្រូកហូបមួយមុខនេះមើលទៅរៀងសាំញ៉ាំរៀងពិបាកប៉ុន្តែខ្ញុំជឿថាអត់ពិបាកដោយបងដែលគាត់ធ្វើម្ហូបរាល់ថ្ងៃទេដូចមានខ្ញុំជាដើមនិយាយទៅគឺពិបាកក្នុងការគិតរកម្ហូបមួយថ្ងៃដឹងត្រូវធ្វើម្ហូបអីត្រូវស្ងោរអីស្លអីឆាយទេបងប្អូនដែលគាត់ជាស្ត្រីមេផ្ទះដែលគាត់អ្នកធ្វើម្ហូបខ្ញុំជឿថាគាត់ពិបាករកមុខម្ហូបដូចគ្នាអញ្ចឹងហើយខ្ញុំក៏ចែកម្លែកពីវិធីសាស្ត្រធ្វើម្ហូបមួយចំនួនឲ្យបងប្អូនទាំងអស់គ្នាងាយស្រួលថាថ្ងៃហ្នឹងធ្វើអីស្អែកធ្វើអីខានស្អែកធ្វើអីអញ្ចឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសាកល្បងធ្វើបាននិយាយទៅមិនថាមុខម្ហូបនេះឬក៏មុខម្ហូបផ្សេងទេឲ្យតែបងប្អូនទាំងអស់គ្នាដាក់ចិត្តធ្វើដាក់បេះដូងធ្វើគឺខ្ញុំជឿថាឆ្ងាញ់ហើយងាយស្រួលទៀតប៉ុន្តែការធ្វើម្ហូបហ្នឹងគឺហត់ខ្លាំងមែនតើប៉ុន្តែនៅពេលដែលយើងពេញចិត្តនៅពេលដែលយើងចូលចិត្តការធ្វើម្ហូបវាដូរពីការហត់ហ្នឹងទៅជាការកំសាន្តរបស់យើងហើយយើងកាន់តែសប្បាយចិត្តក្នុងការធ្វើវាទៀតហើយបន្ទាប់ពីខ្ញុំមូស្ពៃក្តៅជាមួយនឹងសាច់ជ្រូកច្រាំហ្នឹងហើយខ្ញុំក៏ចាប់ផ្ដើមដាំទឹកហ្នឹងវារៀងពុះដែរហើយអញ្ចឹងគឺខ្ញុំដាក់សាច់ជ្រូកហ្នឹងខ្ញុំដាក់នៅក្នុងទឹកស៊ុបហ្នឹងបន្តិចដើម្បីឲ្យវារៀងមានជាតិខ្លាញ់នៅក្នុងទឹកស៊ុបហ្នឹងដែរបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ស្ពៃក្តៅដែលខ្ញុំមូហើយនឹងចូលនិយាយទៅតែប៉ុណ្ណឹងដូចជារួចរាល់អញ្ចឹងបងប្អូនទាំងអស់គ្នាយើងចាប់ផ្ដើមដាក់ហើយខ្ញុំដាក់ខ្ទឹមចូលតិចទៅខ្ទឹមមើមរបស់យើងហើយបន្ទាប់មកបានខ្ញុំដាក់គ្រឿងថែមបញ្ចូលទៀតមានស្ករម្រេចអំបិលអីចឹងទៅបងប្អូនចង់ដាក់សាបប្រៃផ្អែមអីទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ហូបអញ្ចឹងណានិយាយទៅគឺយើងទុកឲ្យតែមកអំពុះទៅហើយបន្ទាប់មកបានខ្ញុំដាក់ការ៉ុតចូលតាមក្រោយស្ងោរឲ្យឆ្អិនសាច់ជ្រូកហ្នឹងទៅរួចរាល់ហើយបងប្អូនទាំងអស់គ្នាស្ងោរស្ពៃក្តៅមួយឆ្នាំងនេះណានិយាយទៅរសជាតិឆ្ងាញ់ហើយរូបសម្រស់គេក៏បានដែរមិនណយទេបងប្អូនទាំងអស់គ្នាបន្ទាប់ពីពុះហើយយើងដាក់ការ៉ុតចូលមកដាក់ការ៉ុតចូលហើយក៏ដូចតែឆ្អិនអញ្ចឹងដោយសារអីសាច់ជ្រូកយើងគឺឆ្អិនហើយអញ្ចឹងពេលមានភ្ញៀវមកលេងផ្ទះអីកុំនឹកឃើញស្ងោរស្ពៃក្តៅហើយយើងគ្រាន់កាប់ដុំស្ងោរដូចធម្មតាបងប្អូនទាំងអស់គ្នាអាចសាកធ្វើវិធីហ្នឹងបាននិយាយពីថារសជាតិឆ្ងាញ់ហើយរូបសម្រស់ស្អាតទៀតអញ្ចឹងហើយភ្ញៀវដែលគាត់មកលេងផ្ទះយើងក៏គាត់ទៅសើដាច់ពីមាត់ដែរស្ពៃក្តៅមូជាមួយនឹងសាច់ជ្រូកច្រាមពេលដែលយើងខាំមួយម៉ាត់ទៅនិយាយទៅមានជាតិបន្លែជាមួយនឹងសាច់ជ្រូកនៅក្នុងមាត់ហ្មងរសជាតិឆ្ងាញ់ហើយបានញ៉ាំទាំងសាច់ហើយជាមួយនឹងបន្លែក្នុងពេលតែមួយហើយកុំភ្លេចស្លឹកខ្ទឹមណាបងប្អូនទាំងអស់គ្នាយើងរោយចូលក្នុងឆ្នាំងនឹងតិចមកដើម្បីវាកាន់តែឈ្ងុយទៀតនិយាយពីថាអូយឈ្ងុយខ្លាំងមែនតើបងប្អូនទាំងអស់គ្នាអញ្ចឹងស្អែកហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់នឹកឃើញមុខម្ហូបអីទេអាចសាកល្បងធ្វើស្ងោរស្ពៃក្តៅមូជាមួយសាច់ជ្រូកច្រាមនឹងបានរសជាតិវិញណានិយាយទៅឆ្ងាញ់ប្លែកខុសពីយើងស្
ស្ងោរស្ពៃក្តោបធម្មតាមើលទៅសាំញ៉ាំស្មុគស្មាញច្រើនដំណាក់កាលប៉ុន្តែលទ្ធផលដែលទទួលបានវិញណាអូយនិយាយពីថារសជាតិក៏ឆ្ងាញ់រូបសម្រស់ក៏ស្អាតដែរចាក់ដូរពីស្ងោរស្ពៃក្តោបធម្មតាមកស្ងោរបែបហ្នឹងម្ដងមើលរសជាតិមិនដែរហើយកុំភ្លេចជាមួយនឹងស្លឹកខ្ទឹមរោយពីលើមកឈ្ងុយឆ្ងាញ់ក្តៅក្តៅបងប្អូនទាំងអស់គ្នាហូបជាមួយនឹងបាយក្តៅក្តៅអូយឆ្ងាញ់ខ្លាំងមែនទែនកុំភ្លេចជាមួយទឹកត្រីម្ទេសតិចមករតែឆ្ងាញ់ទៀតហើយបងប្អូនដែលគាត់ចូលចិត្តវីដេអូខ្ញុំកុំភ្លេចជួយ like ជួយ share ជួយ subscribe ម្នាក់មួយផងអរគុណច្រើនបងប្អូនទាំងអស់គ្នា